Ok, bọn mong spa cũng mà can nhóm là đó thì ngày nay dương nâng to merin dương bật hai tiếp cho mùi nâng ca vô nâng tụt pin fat and more fat chẳng xâm rạp bộ phụ fat and more fat tụi đã khmien đai chạp để trẻ thì dương trời ca vô xoay đôi chân viên thì mùi sân bộ phụ chân thì mùi bảo vía khmien stong đá đôi bộ phụ cho mùi nâng ca chạp đai để trẻ thì chẳng bên đây tha cho mùi nâng fat and more fat cứ lại cái nạ việc chỉ bảo phê khá tụi việcประเภทนั้นต่อแต่យើងស្វែងរកជាមួយនឹងជើងវាសិនស្វែងរកជាមួយនឹងជើងវាហើយបានយើងពូដោយសារតែពួកហ្នឹងគឺអត់មានស្តង់ដារវាមិនមែនគ្មានស្តង់ដារដូចជាមួយនឹងដៃតិចអីអញ្ចឹងសួរហេតុអីបានជាអត់មានស្តង់ដារដោយសារតែសម្រាប់ដែលអ្នកផលិតមកគឺខ្ញុំមិនដឹងដែរអញ្ចឹងខ្ញុំរៀនតាមមេរៀនដូចគ្នាហើយខ្ញុំចាក់ស្ដែងក៏ដូចគ្នាដែលខ្ញុំវាស់ក៏ខ្ញុំមើលតាមជាមួយនឹងការរៀនរបស់យើងគឺអូខេគឺខ្ញុំទទួលយកបានដោយសារតែយើងវាស់ទៅគឺឃើញតម្លៃហើយបើសិនវាខូចគឺយើងដឹងហើយសម្រាប់ពពួក fat and more fat ដែលមានដៃត្រជាក់ចាប់គឺស្តង់ដារអញ្ចឹងសម្រាប់ពួកដែលមានប្រភេទដៃត្រជាក់ដែលបងឃើញនៅក្នុងបតណាមួយដែលឃើញមាន fat ដែលមានពួកប្រភេទដៃត្រជាក់ហ្នឹងសិតជា fat and more fat ហ្នឹងឯងហើយគឺជើងស្តង់ដាររបស់វាគឺជើង G ជើង D ហើយនិងជើងទី3ជើង F អញ្ចឹងបងហើយជាមួយបើសិនជាការធៀបរវាងពីជើងទី1ជើងទី2ហើយនិងជើងទី3យើងនិយាយថាការវាស់ធៀបគឺគ្មានតម្លៃអ៊ំដាច់ខាតបើវាស់ទៅឃើញមានតម្លៃអូមានន័យថាវាខូចអញ្ចឹងមានន័យថាបើសិនជាយើងវាស់ធៀបជាមួយនឹងជើង G ជើង D ហើយជើង S គ្មានតម្លៃអូដាច់ខាតទេវាមិនមានតម្លៃអូទេតែបើសិនជាយើងវាស់ទៅក្នុងករណីហ្នឹងមានឃើញតម្លៃអូគឺមានន័យថាខូចអូខេអញ្ចឹងធៀបបើសិនជាយើងយកអាហ្នឹង1 2 3ហ្នឹងអត់មានតម្លៃទេអញ្ចឹងណាបងហើយជាមួយបើសិនជាយើងធៀបជាមួយនឹងជើងទី2ទៅជើង F អញ្ចឹងប្រៀបដូចជា diode មួយអញ្ចឹងវាប្រៀបដូចជា diode មួយជាមួយបើសិនជាយើងកាត់នេះខ្ញុំនិយាយថាអានេះជា diode មួយនេះជា MOSFET អញ្ចឹងយើងវាស់ទៅបើសិនជាយើងធៀបជាមួយនឹង diode មកគ្រាប់ដែរដែលជើង D របស់វាឲ្យគ្រប់លក្ខខណ្ឌរបស់វាគ្រប់គោលការណ៍របស់វាគឺជា diode មានន័យថាការវាស់នៅពេលដែលជើង D ទៅជាប៉ូលដកហើយជើង F ទៅជាប៉ូលបូកត្រូវតម្លៃមានតម្លៃធំជាង30អូមអញ្ចឹងក្នុងថាបើសិនជាយើងយកជើង D វាស់ជាមួយនឹងជើង S អញ្ចឹងបើសិនជាតម្លៃវាឡើង30អូមប៉ុន្តែបើសិនជាតូចជាង30អូមមានន័យថាវាខូចអញ្ចឹងបើសិនជាលើ30អូមក៏វាមិនមានបញ្ហាអីដែរគឺវានៅល្អហើយបើសិនជាយើងវាស់ត្រឡប់មកវិញបើសិនជាក្នុងករណីដែលមានតម្លៃអូមដាច់ខាតអញ្ចឹងបើសិនជាក្នុងករណីដែលយើងវាស់ត្រឡប់មកវិញមានតម្លៃអូមអញ្ចឹងមានន័យថាវាខូចវាបញ្ហាហើយអញ្ចឹងនេះគឺជារូបភាព fat and more fat នៅល្អអញ្ចឹងមានន័យថាបងយកជើងវាបានដោតមួយសិនដោតទៅលើអានេះមួយសិនជើងយើងនិយាយថាជើងអីគេជើង G ជើង G ជើង D ជើង S អញ្ចឹងបងយកជើង G ជើង D ជើង S ទៅមកយើងដោតមកឃើញអត់មានតម្លៃទេអានេះក៏អត់មានតម្លៃដែរអានេះក៏អត់មានតម្លៃដែរអូខេបងនេះតែបើសិនជាក្នុងករណីនេះក៏ដូចគ្នាយើងវាស់អញ្ចឹងមានតម្លៃដែរអញ្ចឹងបងមើលជាក់ស្ដែងជាមួយនឹងរូបភាពជាក់ស្ដែងយើងផងដែរហើយខ្ញុំនឹងស្រាវជ្រាវហើយឬក៏ខ្ញុំយកប្រាប់ពីរបៀបជាមួយនឹងការវាស់ជាមួយនឹង fan MOSFET ផងដែរអូខេអញ្ចឹងជាមួយនឹងការវាស់ឃើញតម្លៃនេះគឺនៅល្អទេបើសិនវាប្រៀបដូច diode អញ្ចឹងណាដូចយើងនិយាយថាតម្លៃវាលើសពី30ទៅគឺវានៅល្អហើយបើសិនជាក្រោម30គឺអត់ល្អទេអូខេអញ្ចឹងនេះគឺជារូបភាព fat and MOSFET ខូចអញ្ចឹងក្នុងករណីនេះបើសិនជាយើងអាចនិយាយបានថាជាមួយនឹង fat and MOSFET ដែលមានករណីខូចគឺក្នុងការដូចរូបភាពនៅខាងក្រោមអញ្ចឹងជើង D ជាមួយនឹងជើង F នេះជើង D ជាមួយនឹងជើង F គឺឆ្លង0អូមមានន័យថាវាខូចហើយអញ្ចឹងបើសិនក្នុងករណីបងវាស់ជាមួយនឹង diode ជាមួយនឹង fan MOSFET បើសិនជាយើងចូលជើង D ដាក់ជើង soft ជាមួយជើង F អញ្ចឹងមានន័យថាបើសិនជាវាអត់ឡើងតម្លៃទេអញ្ចឹងមានន័យថាខូចហើយដោយសារតែអាពីរហ្នឹងប្រៀបដូចជា diode មួយអញ្ចឹងជើងពីរនេះវាប្រៀបដូច diode អញ្ចឹងបើសិនជាអត់វាត់អត់ឡើងទេអញ្ចឹងមានន័យថាវាខូចហើយអញ្ចឹងបងហើយវីដេអូយើងដូចជាចូលដល់ឈានជាដល់ទីបញ្ចប់ដែរអញ្ចឹងខ្ញុំសូមអរគុណទៅដល់បងប្អូនអរគ្នាជាមួយនឹងការតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់ហើយនៅថ្ងៃបន្ទាប់ទៀតហើយជាអាចនឹងរៀងលឿនដែរប៉ុន្តែដោយសារតែខ្ញុំធ្វើវីដេអូមកទៅបិណ្ឌខ្ញុំផងអញ្ចឹងខ្ញុំសូមអធិស្ឋានផងនោះបងប្អូនទាំងអស់គ្នាហើយជួបគ្នានៅវីដេអូក្រោយ